កំព្រោះតែភាពឯការើសជ្រើសរើសមនុស្សចូលក្នុងជីវិតខុសកំព្រោះតែគិតថាអាយុច្រើនហើយជ្រើសរើសមនុស្សចូលនៅក្នុងជីវិតខុសចាអញ្ចឹងបងប្អូនទីស្រឡាញ់អរគ្នាខ្ញុំម្ដាមសេដ្ឋកាតែងតែចែករំលែកច្បាប់ចក្រវាលឬក៏ច្បាប់នៃការស្រូបទាញថ្ងៃនេះខ្ញុំមកចែករំលែកពីក្តីស្រឡាញ់មួយដោយសារតែមានបងអូនស្រីម្នាក់គាត់សួរខ្ញុំថាតើខ្ញុំគួររើសបរិះបែបណាចូលមកក្នុងជីវិតរបស់ខ្ញុំចាអញ្ចឹងនេះគឺជាការចែករំលែករបស់ម្ដាមសេដ្ឋកាខ្លះបើសិនជាបងប្អូនគិតថាត្រូវបងប្អូនជ្រើសរើសយកទៅតែបើមិនត្រូវទេក៏ខ្ញុំអត់ដឹងដែរព្រោះវាជាការគិតរបស់ខ្ញុំផងជាការឆ្លងកាត់បទពិសោធន៍នៃជីវិតរបស់ខ្ញុំផងអញ្ចឹងណាបងប្អូនអរគ្នាហើយប្រធានបទថ្ងៃនេះបណ្ដោះធម៌ពលផ្លូវចិត្តវិជ្ជមានគឺយកអត្តន័យនៃស្នេហាដាក់ចូលដេទី15ចាស់បងប្អូនទីស្រឡាញ់អរគ្នាដើម្បីចែករំលែកបន្តទៅកាន់បងប្អូនជាច្រើនអ្នកអញ្ចឹងណាបងប្អូនអរគ្នាចាអញ្ចឹងនៅពេលដែលយើងចង់ជ្រើសរើសដៃគូជីវិតរបស់យើងចូលមកក្នុងជីវិតរបស់យើងរឿងដ៏សំខាន់បំផុតចាបងប្អូនទាំងសងខាងត្រូវតែស្រឡាញ់គ្នាចាដោយចិត្តនិងចិត្តដោយបេះដូងនិងបេះដូងចាមានន័យថាគាត់ស្រឡាញ់យើងស្រឡាញ់គាត់ហើយគាត់ព្រមទទួលយកចំណុចល្អរបស់យើងចំណុចមិនល្អរបស់យើងដូចគ្នាយើងក៏ទទួលស្គាល់ចំណុចល្អរបស់គាត់ចំណុចមិនល្អរបស់គាត់ដូចគ្នាមិនមែនជ្រើសរើសដៃគូចាហើយឲ្យទៅកែប្រែគ្រប់យ៉ាងដើម្បីយើងទេអត់ទេបងប្អូនអ្នកគ្នាកុំតាំងខ្លួនឯងជាម្ដាយណាបងប្អូនអ្នកគ្នាអានេះជាការចែករំលែករបស់ខ្ញុំហើយក៏កុំគិតពីពាក្យអ្នកដតីមើលមកយើងថាអាយុច្រើនហើយយកប្តីទៅចាមើលមិត្តភ័ក្ដិយើងការរៀបការហើយចាកុំនៅតែឯកាណាអត់ទេបងប្អូនចាទី1បងប្អូនត្រូវតែរើសដែរមនុស្សដែលបងប្អូនស្រឡាញ់គ្នាទាំងសងខាងចាចំណុចទី2បងប្អូនមិនត្រូវខ្វល់ពីពាក្យសម្ដីរបស់អ្នកដទៃទេបងប្អូនខ្លួនឯងបងប្អូនត្រូវតែស្រឡាញ់ខ្លួនឯងបងប្អូនត្រូវតែមានមុខជំនាញមួយឲ្យពិតប្រាកដចាឲ្យច្បាស់លាស់ចំពោះខ្លួនឯងដូចគ្នាយើងអាចជួយជីវិតខ្លួនឯងបានណាបងប្អូនអ្នកគ្នាមិនមែនយើងធ្វើជាបន្ទុកទៅកាន់ស្វាមីទេការរើសដៃគូចូលមកក្នុងជីវិតចាតើយើងត្រៀមរួចរាល់ហើយឬនៅពេលដែលយើងជីវិតនៅតែឯងចាគូមានសេរីភាពគ្រប់យ៉ាងទាំងអស់តែជីវិតមានដៃគូវាមិនងាយស្រួលដូចនៅតែឯងទេបងប្អូនអ្នកគ្នាបើបងប្អូនត្រៀមចិត្តត្រៀមកាយរួចហើយអូខេបងប្អូនជ្រើសរើសយកដៃគូទៅចាព្រោះមនុស្សយើងទាំងគាត់មិនអាចល្អគ្រប់10ទេបងប្អូនអ្នកគ្នាចាអញ្ចឹងក៏ប៉ុន្តែនៅពេលដែលយើងស្រឡាញ់គ្នាទាំងសងខាងយើងតែងតែផ្ដល់ឱកាសឲ្យគាត់លើកលែងឲ្យគាត់ចាហើយយើងឲ្យតម្លៃគាត់ឲ្យតម្លៃគ្នាទៅវិញទៅមកចាផ្ដល់ឱកាសឲ្យគ្នាទៅវិញទៅមកចាហើយយើងមានអារម្មណ៍ថាហើយមិនពិបាកមើលបងប្អូនមនុស្សដែលស្រឡាញ់យើងពេលដែលចូលមកយើងមានអារម្មណ៍ថាកក់ក្ដៅរីករាយត្រេកអរគាត់មានសុវត្ថិភាពនៅក្នុងផ្លូវចិត្តរបស់យើងចាមានអារម្មណ៍ថាព្រោះអីមនុស្សខ្លះបានតែនិយាយបងប្អូនអ្នកគ្នាតែសំខាន់បំផុតក្តីស្រឡាញ់គឺទង្វើចាមនុស្សប្រុសងាយបងប្អូនអ្នកគ្នាបើសិនជាគាត់ស្រឡាញ់យើងគាត់នឹងពុះពៀគាត់នឹងលះបង់គ្រប់យ៉ាងដើម្បីយកយើងធ្វើជាដៃគូជីវិតរបស់គាត់បើសិនជាស្រឡាញ់គាត់ស្រឡាញ់យើងពិតប្រាកដក៏ប៉ុន្តែគាត់គ្រាន់តែចូលមកលេងសាក់លបងយើងលេងគាត់មិនបានពិតប្រាកដជាមួយយើងទេក៏យើងមិនចាំបាច់ចាយពេលវេលាអត់ប្រយោជន៍ទៅលើរឿងមួយនឹងដូចគ្នាបងប្អូនអ្នកគ្នាជាយាមមកស្រឡាញ់ខ្លួនឯងមកពង្រឹងការរកស៊ីរបស់ខ្លួនឯងតើខ្លួនឯងមានជំនាញអ្វីចាចេះមើលថែខ្លួនឯងបងប្អូនជាមនុស្សបែបណាបងប្អូននឹងតាក់ទាញមនុស្សបែបហ្នឹងចូលមកក្នុងជីវិតរបស់យើងដូចគ្នាអញ្ចឹងមនុស្សជាច្រើនតែងតែចង់ឲ្យជួបមនុស្សល្អតែខ្លួនឯងធ្វើជាមនុស្សល្អហើយឬនៅពេលដែលយើងជាមនុស្សល្អហើយវានឹងសមបន្ទល់គ្នាច្បាប់នៃការស្រូបទាញបាននិយាយថាយើងធម្មធាតុបែបណាយើងនឹងស្រូបទាញធម្មធាតុមនុស្សបែបហ្នឹងចូលមកក្នុងជីវិតរបស់យើងបើមនុស្សបែបនោះមិនដូចយើងគឺមិនជួបយើងទេបងប្អូនចាអញ្ចឹងណាចាអញ្ចឹងបងប្អូនច្បាស់ហើយឬនៅវាមានកត្តាច្រើនទៀតបងប្អូនចាក៏ប៉ុន្តែខ្ញុំលើកចំណុចខ្លះចែករំលែកជូនទៅកាន់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះអញ្ចឹងបងប្អូនយល់ហើយបងប្អូនកុំព្រោះគិតថាអាយុច្រើនហើយគួរតែយកប្តីនៅឯកាអត់ទេបើបងប្អូនជ្រើសរើសព្រោះតែភាពឯកាត្រូវរើសដៃគូជីវិតបើបងប្អូនគិតថាព្រោះតែអាយុច្រើនត្រូវតែយកប្តីបងប្អូននឹងជ្រើសរើសមនុស្សខុសយ៉ាងពិតប្រាកដចាយ៉ាងពិតប្រាកដចឹងអត់ទេបងប្អូនកុំបង្ខំ
ពេលវេលាមកដល់បងប្អូនទាំងអស់គ្នានឹងទទួលបានមនុស្សដែលបងប្អូនប្រាថ្នាបងប្អូនត្រូវតែមើលឲ្យគ្រប់ជ្រុងជ្រោយចាការរៀបការមិនមែនជារឿងលេងសើចទេកុំឲ្យយើងទៅថ្ងៃមុខទៅត្រូវក្រំចិត្តត្រូវពិបាកចិត្តចាដូចជាស្លាប់ទាំងរស់អញ្ចឹងជីវិតរបស់យើងជាអ្នកកំណត់ឲ្យជីវិតយើងបែបណាយើងនឹងខ្លាយជាបែបហ្នឹងចាអញ្ចឹងដោយក្តីស្រឡាញ់និងបំណងល្អពីម៉ាដាមសិទ្ធិកាជម្រាបលាបាយបាយ I love you បងប្អូន